នសួស្តីបង ស្រស់ស្រាយណា ស្រស់ស្រាយថែមបងថតខ្ញុំដឹងថាថ្ងៃហ្នឹងគឺថ្ងៃច័ន្ទដល់មានសំណួរសួរខ្ញុំទៀតតែអញ្ចឹងសួរមកបង ហ្នឹងហើយសំណួរគឺចេញពីខ្ញុំផ្ទាល់តែម្ដង អូខេបង សំណួរនេះគឺសួរថាចេះបើសិនជាអតិថិជនគាត់ចង់រៀបចំប្រព័ន្ធចម្រោះទឹកស្អាតប៉ុន្តែប្រភពទឹករបស់គាត់គឺជាប្រភេទប្រភពទឹកស្រះប៉ុន្តែទឹកស្រះគាត់ខ្លាចយកមកចម្រោះមកអត់ល្អអត់ស្តង់ដារព្រោះដោយសារតែពេលខ្លះគាត់ស្បីគាត់ប្រើធម្មតាក៏គាត់ចង់ហ៊ានប្រើដែរព្រោះមានកកខ្លាំងហ្មងអញ្ចឹងគាត់សួរថាមានវិធីសាស្ត្របែបណាដើម្បីឲ្យដោះស្រាយបញ្ហាទឹកស្រះរបស់គាត់បានថ្លាល្អ ចាហ្នឹងហើយបងបើសិនជាភ្ញៀវគាត់មានកម្រងចង់ដំណើរប្រព័ន្ធចម្រោះទឹកស្អាតសម្រាប់ប្រើប្រាស់ទូទៅជាប្រចាំថ្ងៃហើយគាត់បារម្ភថាខ្លាចដំណើរប្រព័ន្ធទឹកស្អាតទៅទឹកដែលចម្រោះចេញមកគឺអត់ថ្លាល្អអត់មានគុណភាពពិបាកប្រើប្រាស់អញ្ចឹងណាបងអញ្ចឹងអតិថិជនគាត់អាចចាំបាច់បារម្ភទេបើសិនជាគាត់ដូចថាគាត់កំពុងតែមានកម្រងបែបនេះគាត់អាចផ្ញើប្រភពទឹកស្រះរបស់គាត់មកខាងក្រុមហ៊ុនយើងបានដោយក្រុមហ៊ុនយើងនឹងធ្វើការផលិតជាមួយនឹងសំណាក់ទឹករបស់គាត់ជាមុនសិនហើយយើងនឹងបញ្ជាក់ជូនគាត់ទឹករបស់គាត់នៅក្នុងកម្រិតណាហើយប្រព័ន្ធនៅពេលដែលរៀបចំយើងគួររៀបចំប្រព័ន្ធបែបណាឲ្យត្រូវទៅតាមប្រភពទឹកតាមរបស់គាត់ជាក់ស្ដែងដើម្បីឲ្យទឹកដែលចម្រោះចេញមកគឺជាប្រភេទទឹកស្អាតស្តង់ដារសុវត្ថិភាពក្នុងការប្រើប្រាស់ចឹងណាបង វ៉ាវអញ្ចឹងដឹងតែតម្លើងដឹងតែចម្រោះមកល្អហ្មងអូន ចាតានេះជូនគុណភាពជូនគាត់តែម្ដង អូខេអូនអញ្ចឹងអរគុណច្រើនអូន អរគុណបង